បាទអនុញ្ញាតគ្រប់ជ្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាពេលវេលាពេលព្រឹកតែយើងសម្អាតក្រោលហើយចាក់ចំណីបងប្អូនចាក់ចំណីឲ្យគោបាទនៅបងប្អូនគោពណ៌លិតចំណីលិតចង់អស់ហើយបងប្អូនអញ្ចឹងសកម្មភាពនៃការដាក់ចំណីឲ្យគោលិតបងប្អូនបាទគោជួយចិត្តបងប្អូនចំណីដង្ខៅប៉ាងបាទម៉ែបងប្អូននេះគឺជាការងារប្រចាំថ្ងៃបងប្អូនចំណីពើរៀងក្រហមនេះបងប្អូនបាទហ្នឹងហើយការងារនេះប្រចាំថ្ងៃកសិកម្មមានតែប៉ុណ្្នឹងបងប្អូនរៀបតាមកាលវិភាគធ្វើមើលទៅដដែលតែធ្វើជារៀងរាល់ថ្ងៃហើយនឹងមានផ្លាស់ប្ដូរតិចតួចបាទលិតចំណីលិតចិត្តអស់ហើយបងប្អូនបាទហើយបន្ទាប់មកនេះកូនគូជំទង់ពុកម៉ែបងប្អូនបាទជំទង់យើងដាក់មកក្រោលបងប្អូនដាក់ជំទង់ផ្សេងឈ្មោលផ្សេងញីផ្សេងធំតាមធំតូចតាមតូចបងប្អូនបាទគ្នាកលិតអស់ដែរបងប្អូនបាទហើយបងប្អូនគឺការងារយើងគឺព្រឹកឡើងបោះសម្អាតក្រោលទាំងផ្ទៃខាងដើរដាក់ចំណីទាំងខាងក្នុងស្នូកដើម្បីដាក់ចំណីចូលទៅឲ្យគូលិតឲ្យអស់ទៅមកយើងដាក់ស្មៅបងប្អូនបាទធ្វើតាមកាលវិភាគរាល់ថ្ងៃខាងនេះកូន5ម៉ាន់បងប្អូនពាក់កលុំពាក់អីចឹងទៅពាក់កលុំទាំងអស់បងប្អូនកូន5ម៉ាន់មកក្រោលដាក់10មានឆារលេ10ដែរនេះចូលលិតចំណីអូបើខតដាក់ចំណីលិតទាំងអស់បងប្អូនពេលព្រឹកបាទនៅបងប្អូននេះគឺជាការដល់ពេលវេលាដាក់ស្មៅម្ដងហើយបងប្អូនបាទដល់ពេលវេលាដាក់ស្មៅហើយបាទដល់ពេលដាក់ស្មៅម្ដងហើយបាទស្មៅនេះស្មៅប្រៃស្មៅច្រូតបាទតិចទៀតដល់វគ្គស្មៅកិនម្ដងបងប្អូនដាំស្មៅស៊ុបពើនេពីរួចហើយយកមកកិនតែឥឡូវនេះយើងស្មៅច្រូតសិនបងប្អូនបាទគ្រឹបហ្នឹងហើយបងប្អូនយើងធ្វើតាមកាលវិភាគបងប្អូនដល់ម៉ោងដាក់ស្មៅបងប្អូនបាទហ្នឹងហើយដាក់ចំណីដាក់ស្មៅដាក់ចំបើងបាទអូខណៈចិត្តអស់ទៀតហើយខណៈចិត្តអស់ហើយបងប្អូនបាទត្រូវថែមទៀតឡើយបាទខណៈឆារលេបងប្អូនឆារលេលឹកដុំរ៉ែលឹកដុំរ៉ែមួយរឹតឡើងស្ដើងបងប្អូននឹងស្ដើងដុំរ៉ែនេះមានអត្ថប្រយោជន៍ច្រើនបងប្អូនបាទជួយឲ្យគូផឹកទឹកបានច្រើនមកប្រៃដុំរ៉ែហ្នឹងចំណីខាងនេះពួក5ម៉ាន់បងប្អូនកូន5ម៉ាន់បកែស៊ីបងប្អូនបាទហ្នឹងហើយបងប្អូនគឺរូបភាពមើលទៅដូចជាដដែលតែគេថាផ្លាស់ប្រែពីគូស្គមមករៀងធាត់តិចហើយឥឡូវនេះខាងនេះមើលពាក់កលុំពេលលេងខ្លួនឲ្យស្អាតតែងគ្រឿងអលង្ការហ្នឹងហើយបងប្អូនបាទពាក់កលុំឲ្យគូខាងកូន5ម៉ាន់ឡើងសម្រស់មួយបែបទៀតដែរបងប្អូនបាទគឺកូន5ម៉ាន់សុទ្ធតែម្ដងដាក់មកក្រោលផ្សេងthật thật đó đấyបងប្អូន
ស៊ីស្មៅប៉កែស៊ីស្មៅមួយពេញមកបងដល់ម៉ោងដេញទៅលាងទឹកម្ដងបាទនៅពួកម៉ោងតូចតាមតូចធំតាមធំបាទបងនេះផែនតូចពួកម៉ោងបងបាទនេះផែនតូចបាទនេះផែនតូចពួកម៉ោងបងបាទតូចផែនតូចបាទនេះគឺឈ្មោលបងប្អូនផែនឈ្មោលបាទឯកណែផែនកូន5ម៉ាន់បងប្អូនផែនកូន5ម៉ាន់បាទហើយបងប្អូនវីដេអូនោះមានតែប៉ុណ្្នឹងទេបើថាពេលព្រឹកដាក់ចំណីឲ្យលិតយើងជួយបង្កើនការធំធាត់លូតលាស់របស់គោចំណីខាងខោប៉ាងហើយលិតបរិមាណតិចដែរទៅបងប្អូនប្រសាគោយើងទុកយកពូជអញ្ចឹងបើគោថែគីឡូបែបផ្សេងបងប្អូននេះគឺកូន5ម៉ាន់ហើយវីដេអូនេះហើយល្ងាចដាក់ចំបើងបងប្អូនបាទល្ងាចយើងដាក់ចំបើងបាទហើយបងប្អូនដោយសារតែពេលល្ងាចយើងដាក់ចំបើងបាទហើយដាក់ចំបើងចឹងអត់មានអីប្លែកទេចំបើងដាក់ដូចតែស្មៅដែរទេគ្រាន់យើងរីពេលល្ងាចហើយបងប្អូនថាចង់ថតវីដេអូដាក់ចំបើងដែរប៉ុន្តែហើយវាវែងពេកចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទអនុញ្ញាតគោរពជម្រាបលាពុកម៉ែបងប្អូនបាទ